ជាសួរបងប្អូនប្រជាជនជាកម្ពុជាទាំងអស់នៅក្នុងប្រទេសព្រះរាជាណាចក្រកម្ពុជាយើងឬនៅក្រៅប្រទេសព្រះរាជាណាចក្រកម្ពុជាសប្តាហ៍ខ្ញុំជម្រាបសួរខ្ញុំសារាវុធនោមអឿនប្រធានគណៈបក្សសាធារណរដ្ឋកម្ពុជាខ្ញុំជម្រាបសួរម្ដងទៀតថ្ងៃនេះខ្ញុំសូមធ្វើសេចក្តីរាយការណ៍ធ្វើសេចក្តីថ្លែងការណ៍ស្តីអំពីអាស៊ាននោះក្នុងចំនួនអាស៊ាននោះក្រោយពីកាន់អំណាចវាកើតធ្វើជាស្ដេចរបស់ព្រះរាជាណាចក្រកម្ពុជាយើងខ្ញុំនិយាយពីរឿងខ្សែអនុរោត្តមតែម្ដងគឺអាស៊ាននោះនរោត្តមនេះតែម្ដងខ្ញុំសូមយល់ថាអាស៊ាននោះនេះគឺជាស្ដេចព្រះរាជាណាចក្រកម្ពុជាយើងក៏ប៉ុន្តែវាមិនបានបំរើប្រទេសជាតិប្រជាជនកម្ពុជាយើងទេវាជាអ្នកបំផ្លាញវាជាអ្នកសម្លាប់ប្រជាជនកម្ពុជាយើងវាជាអ្នកបំផ្លាញប្រទេសជាតិកម្ពុជាយើងបកគលដីកម្ពុជាក្រោមលក់ដីកម្ពុជាក្រោមទៅឲ្យយួនបកគលដីកម្ពុជាក្រោមឲ្យយួនហើយវាធ្វើអស់ពីសមត្ថភាពវាទាំងអស់ទោះជាវាអស់បលាំងក៏ដោយខ្ញុំសូមយល់ច្បាស់ក៏វាធ្វើឲ្យកម្ពុជាក្រោមខ្លាយទៅជារបស់យួនពេញច្បាប់ពេញលក្ខណៈពេញលិញនេះអាស៊ាននោះវាព្រមទាំងបញ្ចូលយួនក្រោយពីវាកាន់អំណាចវាចូលបញ្ចូលយួនឲ្យមកធ្វើតាំងទ័ពបោះជំរំទ័ពនៅព្រះរាជាណាចក្រកម្ពុជាយើងមុនឆ្នាំ1970នេះសូមយល់ច្បាស់វាជាអ្នកបញ្ចូលយួនឲ្យចូលប្រទេសជាតិកម្ពុជាយើងវាជាអ្នកនាំយួនឲ្យមកឈ្លានពានប្រទេសជាតិកម្ពុជាយើងក្នុងឆ្នាំ1970ចំនួនលន់ក្នុងចំនួនសាធារណរដ្ឋខ្មែរអាស៊ាននោះនេះគឺវាមិនបានបំរើប្រជាជនកម្ពុជាយើងទេអាខ្សែនរោត្តមនេះវាទាំងអស់ទាំងអាស៊ានទាំងអាខ្សែនរោត្តមទាំងអស់អាណាក៏ដោយមីណាក៏ដោយក្នុងខ្សែនរោត្តមទោះបីជាវាងាប់ទៅទាំងអស់ក៏គ្មានតម្លៃមកកំតិចអាចសម្រាប់ប្រជាជនកម្ពុជាឬប្រទេសជាតិកម្ពុជាយើងដែរខ្ញុំសូមជម្រាបឲ្យច្បាស់ពួកវាគឺជាជនក្បត់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជាយើងខ្សែនេះខ្សែក្បត់ជាតិរបស់ប្រទេសជាតិកម្ពុជាយើងប្រជាជនកម្ពុជាយើងវាក្នុងឆ្នាំ1975រហូតដល់79គឺវាបានសម្លាប់វានឹងហើយជាអ្នកធ្វើឲ្យការកាប់សម្លាប់នោះកើតឡើងវាសម្លាប់ប្រជាជនយើងអស់ជាង4លាននាក់នេះអាស៊ាននោះនេះហើយដែលជាអ្នកបង្កើតខ្មែរក្រហមទាំងគណៈបកប្រជាជនចិននិងគណៈបកប្រជាជនយួនខ្មែរក្រហមក្នុងចំណោមនោះវាមានពីរបកគឺអាគណៈមួយវាក្រុមដឹកនាំរបស់គណៈបកប្រជាជនចិនគឺអាប៉ុលពតអៀងសេរីខៀវសំផននេះឯងហើយអាគណៈបកមួយទៀតគឺគណៈបកយួនគណៈបកប្រជាជនយួនដែលពីក្រោយខ្នងដែលមានរដ្ឋាភិបាលយួននិងគណៈបកប្រជាជនយួននៅហាណូយជាខ្នងបង្អែកហើយទ័ពរបស់យួនទាំងអស់ជាខ្នងបង្អែករបស់ប្រជាជនគណៈបកយួននេះវាបានសម្លាប់យើងអស់ជាង3លាននាក់ក្នុង4លាននាក់ក្នុងចំនួនប៉ុលពតគឺជាពួករដ្ឋាភិបាលទី1នេះខ្ញុំសូមនិយាយឲ្យច្បាស់គឺទី1នេះការចាត់ចែងគ្រប់គ្រងកាប់សម្លាប់អ្វីទាំងអស់គឺគណៈបកប្រជាជនយួនដែលមានទ័ពយួនទាំងអស់សិតតែទ័ពយួនពីក្រោយខ្នងនិងរដ្ឋាភិបាលយួននិងគណៈបកប្រជាជនយួនដែលនៅក្នុងហាណូយណានេះខ្ញុំសូមជម្រាបច្បាស់កុំអោយភ័ន្តច្រឡំទៀតគឺអាខ្សែនរោត្តមនេះហើយគឺពួកចុយម្លាយក៏រួយម៉ែវាពួកក្បត់ជាតិយើងរាល់គ្នាបត់ប្រទេសជាតិយើងរាល់គ្នាបាត់បង់ទឹកដីរបស់យើងរាល់គ្នាឥឡូវនេះក៏ដូចគ្នាទៀតគណៈបកប្រជាជនយួនហ៊ុនសែនជាស៊ីមហេងសំរិនសខេងទៀបបាញ់ហ៊ីងប៊ុនហៀងអីនេះសំអាននេះក៏រួយម៉ែវាមានចុយម្លាយចុយម្លាយទាំងអស់សិតតែពួកកាត់ទឹកដីប្រជាជនប្រទេសជាតិកម្ពុជាយើងឲ្យទៅយួនទាំងកោះត្រល់ណាទាំងផ្នែកខាងកើតសប្តាហ៍ថ្ងៃនេះគឺពួកវាគឺជាពួកក្បត់ជាតិយើងទាំងអស់គ្នារាល់គ្នានេះខ្ញុំសូមជម្រាបឲ្យច្បាស់ពួកវាក្នុងមកឯវាទាំងអស់ក្នុងជួររដ្ឋាភិបាលសិតតែយួនក្នុងម៉ៃវាអស់សិតតែទ័ពយួនទាំងអស់និងប្រជាជនយួនដែលមកជិនពីប្រទេសជាតិកម្ពុជាយើងរាល់សប្តាហ៍ថ្ងៃ
ប្រជាជនយួនដែលសពថ្ងៃនេះរស់នៅក្នុងប្រទេសជាតិណាចក្រកម្ពុជាយើងមិនមែនជាជនភៀសខ្លួនទេពួកវាគឺជាជាប់ឈ្លានពានគឺជាពួកអាចឈ្លានពានប្រជាជនឈ្លានពានប្រទេសជាតិកម្ពុជាយើងក៏វាដែរខ្ញុំសូមនិយាយច្បាស់បង្កើតក្រុមឡើងគ្រប់ភូមិគ្រប់ឃុំគ្រប់ខេត្តគ្រប់ស្រុកទាំងអស់ទាំងក្មេងចាស់ស្រីប្រុសបង្កើតក្រុមឡើងហើយតាក់ទងគ្នាទំនាក់ទំនងគ្នាមើលឲ្យច្បាស់ដឹកឃើញយួនមួយដេញយួនមួយឃើញ2ដេញ2បើវាមិនចេញទេក៏វាចោលហើយនេះខ្ញុំសូមមិនខុសច្បាប់ទេច្បាប់អន្តរជាតិយើងធ្វើតាមច្បាប់របស់ម្ចាស់ផ្ទះនេះខ្ញុំសូមជឿឲ្យច្បាស់ក៏ពួកវាក៏ដួយម៉ែវាគណៈបព្វជិជនទាំងអស់ចោលមានបានមានតម្លៃនេះសូមជឿឲ្យច្បាស់ជំរាប